ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ទេពខុនណាលើកទី30សប្តាហ៍ទី1បានបញ្ចប់ដោយជោគជ័យនៅចុងសប្តាហ៍នេះខណៈការប្រកួតសប្តាហ៍ទី2ក៏កំពុងបន្តការប្រកួតយ៉ាងស្វិតស្វាញពីថ្ងៃទី16ដល់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025នៅពហុកីឡដ្ឋានជាតិមរតកតេជោលោកទេពរដ្ឋាភិបាលអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានមានប្រសាសន៍ថាការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ទេពខុនណាលើកទី30បានបិទបញ្ចប់ការប្រកួតនៅសប្តាហ៍ទី1ហើយដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី10ដល់ថ្ងៃទី15ខែវិច្ឆិកាហើយសប្តាហ៍ទី2ចាប់ផ្ដើមពីថ្ងៃទី16ដល់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025បាទថ្ងៃនេះយើងបញ្ចប់សប្តាហ៍ទី1យើងមានគេហៅ back to back មានន័យថា2សប្តាហ៍ជាប់គ្នាថ្ងៃនេះយើងវាយប្រៃព្រាត់នឹងសប្តាហ៍ទី1ខាងកីឡាការិនីហើយនឹងកីឡាករមកម៉ាត់ទី2នៅថ្ងៃនេះហើយម៉ាត់ដែលយើងឃើញបច្ចុប្បន្ននេះគឺថាគាត់nakវាយសាកល្បងនឹងចូលក្នុង main draw ចំពោះអតិថិក្រោយខ្ញុំក៏ចាប់វាយរួចហើយគាត់ត្រូវវាយ3ម៉ាត់មុននឹងដែលបើគាត់ឈ្នះហ្នឹងគាត់ចូលទៅ main draw មានន័យថាគាត់ចូលទៅ tableau ហ្មងហើយមានកីឡាករ50នាក់មានន័យថាក្នុង draw មួយយើងបាន32អញ្ចឹងយើងត្រូវឲ្យគាត់សាកល្បងឲ្យកតុយនោះទៅគាត់សាកល្បងនិយាយរួមទៅវាណែនទាំងអស់ហ្មងហើយយើងសហព័ន្ធវាយកូនបាល់ក៏មានការរីករាយដែរដោយសារយើងមានបញ្ហានៅក្នុងស្រុកយើងខ្លាចតាកីឡាករកីឡាការិនីកាត់ហ៊ានមកប៉ុន្តែបច្ចុប្បន្នអត់អីទេគេទុកចិត្តទី1ទុកចិត្តទីកម្ពុជាយើងគេទុកចិត្តការគ្រប់គ្រងនិងការរៀបចំចំពោះសហព័ន្ធយើងដោយសារយើងបានរៀបចំកម្មវិធីនេះយ៉ាងច្រើនឆ្នាំហើយបាទល្អមែនទែនចំពោះកម្ពុជាយើងដោយសារយើងមានកីឡាករមួយដែលបានទទួលបន្ទុកអន្តរជាតិហើយគាត់នៅវាយសប្តាហ៍ទី2នឹងដែរចុងគាត់មកនេះពីអាទិត្យគាត់មកគាត់កម្ពុជាយើងពីប៉ុណ្ណមកពីសប្តាហ៍បាទកីឡាករមួយនឹងដែលយើងគាត់តំបានបន្ទុកហើយយើងមានពៅវិរៈដែលបានចូលរួមដែរប៉ុនគ្នារបួសជើងគាត់គ្នាបានឈ្នះម៉ាត់ទី1ហើយម៉ាត់ទី2គាត់របួសជើងហ្មងឥឡូវយើងឲ្យគាត់សម្រាកដើម្បីយើងត្រៀមគាត់ចំពោះសប្តាហ៍ទី2យើងមាន Louis La Planeta ដែលគាត់បានចូលរួមដែរមកគាត់ចាញ់នឹងម៉ាត់ទី1នៅក្នុងការសាកល្បងយើងទប់ទល់ជាមួយគេបានផោះតាំងគឺថាយើងបានឈ្នះម៉ាត់ច្រើនដែរហើយយើងបានទទួលបន្ទុកមួយដែរកីឡាករមួយនេះបូណាហ្នឹងគាត់បានទទួលបន្ទុកមួយអន្តរជាតិដូច្នេះគាត់មានការរំភើបដែលបានត្រឡប់មកប្រទេសកម្ពុជាយើងប្រទេសម្ដាយគាត់ហើយគាត់បានមកយកបន្ទុកនៅក្នុងការប្រកួតនេះមួយដែរហើយយើងយល់ឃើញថាយើងមិនមែនត្រឹមតែទប់ទល់ជាមួយគេបានទេយើងបានឈ្នះគេដែរគាត់សប្បាយចិត្តណាស់គេគាត់ទៅសារការរៀបចំយើងដែរហើយភាគច្រើនដែលគេមិនបានដឹងចំពោះព័ត៌មាននៅក្នុងស្រុកយើងគេយល់ឃើញថាស្រុកយើងមានsafety យើងមានវាធម្មតានិយាយរួមទៅគេអត់មានយល់ឃើញថាគេអត់សូវបារម្ភអត់សោះបាទពានរង្វាន់ទេពខុនណាដែលធ្វើឡើងដើម្បីរំលឹកគុណលោកទេពខុនណាអតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូបក្នុងអំឡុងឆ្នាំ1960និងជាឪពុកបង្កើតរបស់លោកទេពរដ្ឋាភិបាលអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជានាពេលបច្ចុប្បន្ននេះទទួលបានការគាំទ្រពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិស្របពេលដែលបណ្ដាប្រតិភូកីឡាករកីឡាការិនីមកពី21ប្រទេសបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជាប្រកបដោយភាពកក់ក្ដៅនិងរីករាយគូបញ្ជាក់ថាកីឡាករកីឡាការិនីវាយកូនបាល់មកពី21ប្រទេសក្នុងនោះមានដូចជាប្រទេសម៉ាឡេស៊ីសិង្ហបុរីចិនកូរ៉េខាងត្បូងឥណ្ឌូនេស៊ីឥណ្ឌាវៀតណាមជប៉ុនអង់គ្លេសណូវេសប្រូយណេរុស្ស៊ីស្រីលង្កាអូស្ត្រាលីនូវេលសេឡង់អូទ្រីសបង់ក្លាដេសនិងបារាំងជាដើម